សាកស្រមៃថាអ្នកបានធ្វើដំណើរត្រឡប់ទៅអតីតកាលប្រហែល 40,000 ឆ្នាំមុនពិភពលោកសម័យទំនើបបានបាត់បង់ទៅហើយมันមានអគារខ្ពស់ៗมันមានផ្លូវថ្នល់ឬសញ្ញានៃអរិយធម៌មនុស្សឡើយនៅចំពោះមុខអ្នកគឺជាវាលស្មៅដ៏ធំល្វឹងល្វើយដែលលាតសន្ធឹងដល់ជើងមេឃក្រោមផ្ទៃមេឃពណ៌ប្រផេះដ៏ត្រជាក់ដែលមានខ្យល់បក់បោកយ៉ាងខ្លាំងស្រាប់តែសត្វដ៏ធំហិមាមួយបានដើរចេញពីអ័ព្ទមើលពីចម្ងាយវាស្រដៀងនឹងសត្វរមាសប៉ុន្តែវាមិនដូចជាសត្វរមាសណាមួយដែលយើងធ្លាប់ស្គាល់សពថ្ងៃនេះឡើយវាមានកម្ពស់ខ្ពស់ជាងមនុស្សមានទម្ងន់រាប់តោនហើយអ្វីដែលគួរភ្ញាក់ផ្អើលបំផុតគឺស្នែងដ៏ធំសម្បើមមួយដែលដុះចេញចំកណ្ដាលថ្ងាសរបស់វាមើលទៅហាក់បីដូចជាសត្វដែលនៅក្នុងរឿងព្រេងនិទានប៉ុន្តែសត្វនេះពិតជាធ្លាប់មានពិតនៅលើផែនដីវាមានឈ្មោះថា Elaeosmutherium ឬដែលគេស្គាល់ថា Unicorn Siberii អស់រយៈពេលរាប់ពាន់ឆ្នាំសត្វយក្សមួយនេះបានរស់នៅលើវាលទឹកកកជាមួយនឹងសត្វផ្សេងៗទៀតដូចជាសត្វម៉ាមុតសត្វក្រានយក្សនិងសត្វកាយសាហាវជាច្រើនទៀតប៉ុន្តែថ្ងៃមួយវាបានបាត់ខ្លួនពីផែនដីជារៀងរហូតតើសត្វអស្ចារ្យនេះជាអ្វីតើអាចទេដែលវាជាប្រភពដើមនៃរឿងនិទាន Unicorn ដែលយើងស្គាល់សពថ្ងៃនេះថ្ងៃនេះយើងនឹងស្វែងយល់អំពីរឿងរ៉ាវរបស់វាសត្វ Unicorn Siberii ចាប់ផ្ដើមមិនមែននៅលើវាលទឹកកកទេប៉ុន្តែចាប់ផ្ដើមពីការរកឃើញផូស៊ីលនៅក្រោមដីនៅសតវត្សទី 19 អ្នកវិទ្យាសាស្ត្របានរកឃើញឆ្អឹងដ៏ចម្លែកជាច្រើននៅប្រទេសរុស្ស៊ីនិងតំបន់អាស៊ីកណ្ដាលក្នុងចំណោមផូស៊ីលទាំងនោះមានរលាកក្បាលដ៏ធំមួយដែលទាក់ទាញចំណាប់អារម្មណ៍បំផុតនៅកណ្ដាលថ្ងាសរបស់វាមានរចនាសម្ព័ន្ធឆ្អឹងដ៏ធំមួយដែលបង្ហាញថាវាធ្លាប់មានស្នែងដ៏ធំសម្បើមបន្ទាប់ពីការសិក្សាស្រាវជ្រាវជាច្រើនអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាសត្វ Elaeosmutherium ឬយើងហៅថាសត្វជាម Siberii គឺជាសាច់ញាតិឆ្ងាយរបស់សត្វរមាសសម័យបច្ចុប្បន្នវាអាចមានប្រវែងដល់ទៅ6ម៉ែត្រកម្ពស់ជាង2ម៉ែត្រនិងមានទម្ងន់ប្រហែលជា5តោននិយាយឲ្យងាយយល់វាមានទំហំប្រហាក់ប្រហែលនឹងដំរីអាហ្វ្រិកមួយក្បាលប៉ុន្តែអ្វីដែលធ្វើឲ្យវាល្បីល្បាញមិនមែនជាទំហំរបស់វាទេនោះគឺជាស្នែងដ៏អស្ចារ្យរបស់វាដើម្បីយល់អំពី Elaeosmutherium ឬរមាស Siberii យើងត្រូវយល់អំពីពិភពលោកដែលវារស់នៅជាមុនសិនកាលនោះផែនដីខុសប្លែកពីសពថ្ងៃយ៉ាងខ្លាំងទាំងទឹកកកយក្សបានព្រមដណ្ដប់លើផ្នែកធំនៃអត្តគោលខាងជើងសីតុណ្ហភាពទាបខ្លាំងហើយវាលស្មៅធំៗបានលាតសន្ធឹងពីពេញទ្វីបអឺរ៉ាស៊ីតំបន់ទាំងនោះត្រូវបានគេហៅថាវាលម៉ាមុតនៅទីនោះមានសត្វជាច្រើនរស់នៅជាមួយគ្នាសម្រាប់ Elaeosmutherium វាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅវាលស្មៅដ៏ទូលាយផ្ដល់អាហារយ៉ាងសម្បូរបែបហើយអនុញ្ញាតឲ្យវាធ្វើដំណើរបានរាប់រយគីឡូម៉ែត្រក្នុងការស្វែងរកអាហារនៅពេលដែលព្រះអាទិត្យរះឡើងពីលើវាលទឹកកកសត្វ Elaeosmutherium បានចាប់ផ្ដើមធ្វើដំណើររាល់ការបោះជំហាននីមួយៗរបស់វាស្ទើរតែធ្វើឲ្យផែនដីរំញ័រពួកវាចំណាយពេលភាគច្រើនក្នុងការស៊ីស្មៅស្លឹករុក្ខជាតិនិងរុក្ខជាតិទាបៗកូនរបស់ Elaeosmutherium នៅជិតម្ដាយរបស់វាជានិច្ចដើម្បីសិក្សាពីផ្លូវក្នុងការធ្វើដំណើរនិងទីតាំងអាហារទោះបីជាវាមានទំហំធំក៏ដោយតែវាមិនអាចធ្វើប្រហែលបានឡើយព្រោះសត្វដែលចិញ្ចឹមជីវិតដោយស៊ីសាច់តែងតែរងចាំឱកាសដើម្បីវាយប្រហារពួកវាជីវិតរបស់ពួកវាគឺជាការតស៊ូជាប្រចាំដើម្បីរស់រានមានជីវិតរឿងដែលអាចកំបាំងរបស់រមាសយក្ស Siberii គឺជាស្នែងរបស់វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះមិនដែលមាននរណារកឃើញស្នែងពិតប្រាកដរបស់វាឡើយដោយសារតែស្នែងត្រូវបានបង្កើតឡើងពីសែល
ធាតុ keratin ដែលជាសារធាតុដូចគ្នានឹងក្រចកនិងសក់របស់មនុស្សសារធាតុនេះងាយនឹងរលួយនិងពិបាករក្សាទុកជា fossil ទោះបីជាយ៉ាងណាលលាដ៍ក្បាលរបស់វាបានបង្ហាញថាវាពិតជាមានស្នែងដ៏ធំមួយអ្នកវិទ្យាសាស្ត្រជឿថាស្នែងនេះអាចមានប្រវែងលើសពី1ម៉ែត្រតើស្នែងដ៏វែងរបស់វាប្រើសម្រាប់ធ្វើអ្វីបើតាមការសិក្សាស្រាវជ្រាវស្នែងរបស់វាប្រហែលជាប្រើសម្រាប់ការពារខ្លួនពីសត្វចិញ្ចឹមជីវិតដោយស៊ីសាច់ប្រហែលជាសម្រាប់ប្រយុទ្ធជាមួយគូប្រជែងឬប្រហែលជាសម្រាប់ទាក់ទាញគូស្នេហ៍រហូតមកដល់សពថ្ងៃនេះគ្មានអ្នកណាដឹងចម្លើយពិតប្រាកដនោះទេសត្វរមាសស៊ីបេរីមិនបានរស់នៅតែម្នាក់ឯងនោះទេវាបានចែករំលែកពិភពលោកជាមួយនឹងសត្វយក្សជាច្រើនមានសត្វម៉ាមុតដែលមានរោមក្រាស់មានក្រានយក្សដែលមានស្នែងធំជាងមនុស្សមានសត្វតោនិងហ្វូងចចកដ៏កាចសាហាវជាច្រើនទៀតពិភពលោកនៅទីនោះគឺជាទឹកដីរបស់សត្វយក្សការរស់រានមានជីវិតមិនមែនជារឿងងាយស្រួលឡើយនៅចុងបញ្ចប់នៃយុគសម័យទឹកកកអាកាសធាតុបានចាប់ផ្ដើមប្រែប្រួលសីតុណ្ហភាពកាន់តែក្តៅឡើងវាស្មៅធំបានរួមតូចហើយព្រៃឈើក៏បានពង្រីកខ្លួនអាហារដែលសារមាសស៊ីបេរីតែងតែពឹងផ្អែកលើកាន់តែខ្វះខាតទៅក្នុងពេលជាមួយគ្នានោះមនុស្សបានចាប់ផ្ដើមរីករាលដាលទៅកាន់តំបន់ជាច្រើនសម្ពាធពីការប្រែប្រួលបរិស្ថាននិងការប្រកួតប្រជែងធនធានបានធ្វើឲ្យសត្វយក្សនេះលាក់ចុះបន្តិចម្ដងទីបំផុតសត្វរមាសស៊ីបេរីក៏ត្រូវបានបាត់បង់ដោយសារតែការប្រែប្រួលនៃធម្មជាតិហើយវាបានផុតពូជជារៀងរហូតតើវាជាប្រភពដើមនៃរឿងព្រេង Unicorn ឬទោះបីជាវាបានផុតពូជក៏ដោយប្រហែលជាវាមិនបានបាត់ខ្លួនពីការចងចាំរបស់មនុស្សទាំងស្រុងឡើយអស់រយៈពេលជាច្រើនសតវត្សមនុស្សបាននិយាយអំពីសត្វ Unicorn ដែលមានស្នែងតែមួយAelis motorium ឬជាមស៊ីបេរីគឺជាសត្វដ៏អស្ចារ្យមួយដែលធ្លាប់បានរស់រាននៅលើផែនដីវាបានរស់នៅក្នុងពិភពលោកនៃទឹកកកចែករំលែកទឹកដីរស់នៅជាមួយនឹងសត្វយក្សជាច្រើននិងមានស្នែងដ៏ធំបំផុតក្នុងចំណោមសត្វទាំងអស់ដែលយើងធ្លាប់ស្គាល់បើទោះបីជាវាបានផុតពូជរាប់ម៉ឺនឆ្នាំមកហើយក៏ដោយគេដំណើររបស់វានៅតែរស់រានមានជីវិតតាមរយៈ fossil ការស្រាវជ្រាវវិទ្យាសាស្ត្រនិងរឿងព្រេង Unicorn ដែលមនុស្សជាច្រើនតែងតែនៅជឿជាក់នៅពេលដែលអ្នកឮគេនិយាយពីសត្វ Unicorn សូមចងចាំថាការពីយល់លងណាស់ទៅហើយមានសត្វមួយដែលមានស្នែងយ៉ាងធំសម្បើមដែលធ្លាប់រស់នៅយ៉ាងពិតប្រាកដនៅលើផែនដីដែលវាមិនមែនជាសត្វដែលមានតែក្នុងរឿងនិទាននោះទេវាគឺជា Aelis motorium ឬ Unicorn ពិតប្រាកដនៅយុគសម័យទឹកកក